Alright សួស្តីដល់អ្នកគ្នាថ្ងៃនេះខ្ញុំមក recap position មួយដែលខ្ញុំបានចូលពីម៉ោង 9 ម៉ោង 10 ជាម៉ោង Silver Bullets អូខេទាក់ទងជាមួយនឹងម៉ោង Silver Bullet ខ្ញុំបានបង្រៀនម្ដងហើយនៅក្នុង YouTube channel របស់ខ្ញុំ Free Mentorship នៅក្នុង model 2022 ក៏ប៉ុន្តែជាក់ស្ដែងនេះខ្ញុំបាន update មួយចំនួនទាក់ទងជាមួយនឹង entry model នៅក្នុង entry model ខ្ញុំបានចែកជា2ពី2022ឡើង2023បច្ចុប្បន្នខ្ញុំយក2023មកប្រើច្រើនជាង2022អូខេមកដល់ចំណុចនេះជា example គ្នាយើងអត់ទាន់ដឹងថាម៉ោង Silver Bullet ម៉ោងប៉ុន្មានទេសូមបញ្ជាក់ថា Silver Bullet គឺខ្ញុំប្រើ time window time នៅខ្មែរយើង Cambodia times ម៉ោង9ម៉ោង10 PM ម៉ោង9ម៉ោង10 PM ណាមានថាម៉ោងយប់9យប់10យប់យល់ទេ9យប់និង10យប់ម៉ោង Silver Bullet អញ្ចឹងសម្រាប់ New York គឺយើងប្រើម៉ោងហ្នឹងម៉ោងយប់ប៉ុន្តែជាធម្មតានៅ New York នៅសហរដ្ឋអាមេរិកគឺម៉ោង9ព្រឹកម៉ោង10ព្រឹកគេ AM យើង PM យល់ទេណាចឹងកន្លែងដូរម៉ោងមានដូរ time break time វិញយើងtrend slash ពី time window របស់អាមេរិកយើងយកមកដាក់ខ្មែរវិញហើយខ្ញុំបាន back test ក៏ដូចជា trade យូរឆ្នាំហើយសម្រាប់ Silver Bullet ក៏ខ្ញុំយកមកចែកម្លែកនៅក្នុងវីដេអូក៏ដូចជាធ្វើជាមេរៀនជា list មួយសម្រាប់អ្នកដែលគាត់ចង់រៀនទាក់ទងជាមួយនឹង Silver Bullet អូខេកុំឲ្យខាត់ពេលយូរទាក់ទងជាមួយនឹង Silver Bullet បើសិនបើកាន់ន័យថា gold មិនថា gold មិនថា silver and ES NQ euro yen ទេគ្រប់ pair all pair ហើយយើងអាចប្រើបានដូចគ្នាណាយើងអាចប្រើបានដូចគ្នា one strategy all pair yes ខាងលើនេះយើងឃើញ buy side liquidity yes buy side liquidity ខ្ញុំមើលនៅក្នុង lower time frame ហើយជាទូទៅយើងមើលនៅក្នុង5នាទីឬក៏1 minute ឬក៏1នាទីប៉ុន្តែ high time frame យើងដាក់បកគោលជាមកណា HGF candle បើសិនបើអ្នកទាំងអស់គ្នាឆ្ងល់ថានេះជា candle អ្វីថ្ងៃអាចប្រើ ICT HTF candle ហើយដាក់3 candle មកដើម្បីមើលអំពី high time frame យើងមិនបាច់មើល lower time frame ក៏បានដែរហើយក៏យើងមិនបាច់មើល high time frame ក៏បានកុំឲ្យវាពិបាកអូខេដូចខ្ញុំអញ្ចឹងខ្ញុំមើល lower time frame តែខ្ញុំមើល high time frame ចេះបែបចេះវិញអូខេ price នៅក្នុង daily ឬក៏អានេះ1ម៉ោង 1 hour time frame forward time frame អញ្ចឹង drop low liquidity drop down drop low liquidity drop down ដូចគ្នា lower time frame yes ខ្ញុំមើលបែបហ្នឹងតែកុំឲ្យបាក់ scroll ទៅ scroll មកខ្ញុំប្រើ indicator គឺបែបហ្នឹងមិនមែន indicator buy and sell ទេ why you know a buy and sell អត់គេអត់ទេខ្ញុំអត់ប្រើ buy and sell ទេខ្ញុំប្រើ indicator ដើម្បីជំនួយក្នុងការមើល time frame ណាវាអត់មានទិញលក់អីទេ free យល់ទេ HTF candle ចឹងមកហាត់ពេលយូរយើងមកមើលម៉ោង Silver Bullet example បើសិនបើម៉ោងណាឧទាហរណ៍បើសិនបើតម្លៃឡើងទៅយក high ឬក៏ចុះមកយក low នៅក្នុងម៉ោង9ណា9 PM ឬក៏ម៉ោង9យប់ណាយើងអាចរកកន្លែងលក់ចុះមកវិញបើសិនបើ sweep buy side liquidity to strong on liquidity buy side liquidity to strong on liquidity high time frame អូខេណា liquidity នៅក្នុង high time frame buy side liquidity to strong on liquidity ឲ្យតែ sweep ណាយើងអាចលក់ចុះមកវិញបានប៉ុន្តែលក់ត្រូវតែមើល high time frame ផងតើ high time frame order flow with bearish នៅ condition bearish ចាំយើង trade bearish អូខេខ្ញុំ back កន្លែងនេះឲ្យ alright នៅក្នុង high time frame មានឃើញតម្លៃគឺវា bearish នៅក្នុង high time frame គឺ bearish 1 hour time frame 4 hour time frame 1ម៉ោង4ម៉ោងគឺ bearish នៅក្នុង lower time frame គឺដល់ណា entry model buy side imbalance sell side efficiency នេះម៉ោង9យើងមើលអូខេខ្ញុំដាក់ vertical line មួយ
អ្នកទាំងគ្នាអាចមើលនៅក្រោមបានម៉ោង9 PM 9 យប់ឡើងទៅ sweep buy side liquidity ហើយនៅក្នុង high time frame drop low drop ណា drop down up close drop candle អូខេទាំង high time frame ទាំង low time frame គឺបដូរ direction ពី buy មក sell ទាំងអស់អញ្ចឹងអ្វីដែលយើងអត់បញ្ជាក់ flow គឺយើង trade bearish condition bearish យើង trade bearish condition bullish យើង trade bullish you okay cannot bullish and the trade bearish អូកើតហ្នឹងកាត់ trade បែបហ្នឹងអូខេបើ condition bearish យើង trade bearish condition bullish យើង trade bullish ហើយយើងមើលនៅក្នុងhigh time frame យើងឃើញថាខាងក្រោមនេះគឺវាមក sweep ច្រក liquidity ម្ដងហើយវា reversal ឡើងទៅលើក៏ប៉ុន្តែនៅច្រក liquidity នៅក្រោមមួយទៀតណាអត់ទាន់បាន sweep ទេអញ្ចឹងវានឹងមក rebalancing ច្រក liquidity អូខេ back ណា back lower time frame អូខេអញ្ចឹងចំណុចនេះហើយជា key សម្រាប់ set up ហើយ key time របស់ silver bullet គឺមានតែ1ម៉ោងទេណាមានតែ1ម៉ោងទេគឺម៉ោង9និងម៉ោង10នេះម៉ោង9គឺម៉ោង10អញ្ចឹង key ហ្នឹងបើ sweep liquidity យើងអាចលក់ពីលើនេះបាននេះក៏ប៉ុន្តែខ្ញុំត្រូវលក់ពីលើនេះបើទៀនមក drop low up close candle លក់ចុះមកក្រោមក៏ប៉ុន្តែខ្ញុំមកលក់នៅណាខ្ញុំមកលក់នៅ sell sign balance buy sign efficiency ណាអូខេមកលក់នេះក៏ប៉ុន្តែខ្ញុំអត់ត្រូវលក់នៅនេះទេណាខ្ញុំអត់ត្រូវលក់កន្លែងនេះទេខ្ញុំត្រូវលក់កន្លែង buy side កន្លែង sell sign balance buy sign efficiency ណាក៏ប៉ុន្តែខ្ញុំត្រូវលក់កន្លែងហ្នឹងក៏ប៉ុន្តែជាក់ស្ដែងខ្ញុំ trade នេះមុនដោយសារអីវា sweep liquidity ហើយនៅលើនេះសល់ breakthrough មកគ្រាប់ displacement ក៏នៅលើនេះអញ្ចឹងខ្ញុំលក់ចុះមកក្រោមហើយបិទទៀនមកហើយខ្ញុំជឿជាក់ថា high time frame នៅពេលដែលបានបិទទៀនហើយគឺអត់ឡើងទេណាអញ្ចឹង condition កន្លែងនេះខ្ញុំ trade បែបហ្នឹង sell sign balance buy sign efficiency អញ្ចឹង key នេះខ្ញុំម៉ោង9ម៉ោង10 1ម៉ោងខ្ញុំដាក់ខាងលើនេះ FVG silver bullets អូខេ alright ហើយ target ខ្ញុំយកនៅ sell sign balance sell side liquidity to strong liquidity ណា daily time frame គឺវាចុះមក clear ម្ដង retracement low retracement ណា move ចុះមកក្រោមវិញកន្លែងនេះគឺ move ចុះមកក្រោមវិញនេះ retrace មកក្រោមបន្តទៀតអញ្ចឹងសម្រាប់ silver bullet ខ្ញុំនឹងបញ្ជាក់ម្ដងទៀតនឹងធ្វើមេរៀនឲ្យស្អាតដាក់ឲ្យបងប្អូនអ្នកគ្នាបានរៀនទាំងអស់គ្នាតើ silver bullet គឺ trade បែបម៉េចក៏ពិតអត់មានអីពិបាកទេដូច model entry ធម្មតាក៏ប៉ុន្តែយើងត្រូវមើល key time why the key time silver bullet 9 10យប់ sweep liquidity high ណា sweep buy side យើងរកកន្លែងលក់មកប៉ុន្តែត្រូវ confirmation អំពី model entry ផងអូខេត្រូវ confirmation alright យើងចូល Notion AI Notion AI ជា journal trading របស់ខ្ញុំមួយសម្រាប់set plan អូខេអញ្ចឹងសម្រាប់ set plan នេះឧទាហរណ៍ plan នេះខ្ញុំ trade ណាខ្ញុំ trade ICT silver bullets ម៉ោង9ម៉ោង10 pair gold អូខេថ្ងៃ26ខែ2026 sell ម៉ោង New York AM New York AM នៅខ្មែរយើងខ្លាចជា New York PM យល់ទេកន្លែងហ្នឹងហើយប្រើ liquidity sweep daily buy us yes sell sign balance buy sign efficiency ហើយជាមួយនឹង FVG silver bullet ម៉ោង9 and ម៉ោង10 risk and reverse risk 1% reverse 4% 4%អូខេលុយដែលខ្ញុំចំណេញ1490 no loss អូខេក្រុម profit discipline ដានខ្ញុំ discipline ខ្ញុំគ្រប់វិន័យបានត្រឹមត្រូវ win rate ល្អអូខេហើយខាងក្រោមនេះខ្ញុំបាន save ទុកជាឯកសារជា key សម្រាប់ខ្ញុំមើលនៅថ្ងៃក្រោយអូខេណាអានេះវាជា key សម្រាប់មើលនៅថ្ងៃក្រោយ journal trading អញ្ចឹងខ្ញុំធ្វើច្រើនណាប៉ុន្តែខ្ញុំលុបអស់មួយសារទៅណាខ្ញុំដូរ computer លុបអស់មួយសារទៅអញ្ចឹងយើងធ្វើបែបនេះមកណាសុទ្ធតែជា journal ខ្ញុំលុបអស់មួយសារតែខ្ញុំឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើឡើងវិញហើយមួយធ្វើឡើងវិញទាំងអស់អូខេ
អញ្ចឹងតកតងមួយkey time price and time អ្នកនរគ្នាត្រូវប្រើ key time បើទោះបីយើងប្រើ key level ក៏ប៉ុន្តែត្រូវប្រើ key time មួយទៀត